បាទសួស្តីនេះខ្ញុំនឹងប្រាប់អ្នកគ្នាពីរបៀបការដាក់អាស័យដ្ឋានចិនអញ្ចឹងបើសិនវាចេញទម្រង់បែបនេះទៅទម្រង់អាស័យដ្ឋានខ្មែរលេខទូរស័ព្ទខ្មែរអញ្ចឹងអ្នកនេះដូរមកប្រទេសចិនវិញមកសូមធ្វើការចុចកន្លែងនេះសញ្ញាអក្សរ3តួហ្នឹងអូខេតមកនឹងចុចលើគេនេះដើម្បីធ្វើការឆេញប្រទេសអ្នកនេះយកខាងនេះវិញដើម្បីមកឆេញ mainland ហើយបន្ទាប់មកយើងធ្វើការរើសខេតអញ្ចឹងអ្នកនេះមើលរើសខេតអ្នកនេះមើលអក្សរ3តួនេះកន្លែង area ហ្នឹងសប3តួនេះរមសប3តួហ្នឹងមកចាំតិចនេះមើលនេះនៅលើអក្សរ G អ្នកនេះមើលចាំមកដូចអត់បើដូចហើយចុចមកប៉កបន្តមកទៀតយើងធ្វើការរើសបន្តមកទៀតអញ្ចឹងអ្នកនេះរមមើលអក្សរ3តួនេះអក្សរ3តួហ្នឹងណានេះវានៅក្នុងអក្សរ F ចុចមកវាមួយទៀតមកបន្តមកទៀតអ្នកនេះរមអក្សរ3តួទៀតចឹងអក្សរ3តួនេះមួយនេះនៅកន្លែងអក្សរ N បន្តមកចំណុចបង្ហើយអ្នកនេះមើលកន្លែងអក្សរ3តួចុងក្រោយនេះនេះគឺវានៅខាងលើគេអក្សរ D ចឹងតែប៉ុណ្្នឹងទៅយើងបានមួយហើយយើងធ្វើការផ្ទៀងផ្ទាត់ភាសាទៀតមកម្ដង3តួហ្នឹងណាអ្នកគ្នាមើលខ្លួនឯងទៅចេះមកបន្តមកមើលនោះទៀត3តួទៀតតមក3តួចុងក្រោយមកហើយបន្តមកយើងដល់កន្លែង address detail address detail អ្នកគ្នា copy កន្លែងនេះ select រហូតមកដល់ឈ្មោះអ្នកគ្នាមក copy មកតមកអ្នកគ្នាផាសកន្លែងនេះ street number នេះធ្វើការកែប្រែហើយបន្ទាប់មកចូលកន្លែង first name អ្នកនេះ copy កន្លែង name នេះយកមកដាក់មកបាទយើងផាសចូលមកតមកលេខទូរស័ព្ទយើង select កន្លែងលេខទូរស័ព្ទដែរមក copy មកផាសបុកប៉ុណ្ណេះហើយតមកអ្នកនេះ select យក default មកណា default ប៉ុណ្ណឹងមកអ្នកនេះ screenshot មួយសិនឲ្យខ្ញុំមើលសិនណាដើម្បីខ្ញុំ check មើលថាត្រឹមត្រូវនៅអញ្ចឹងចុចសញ្ញាទឹកក្រូចនេះរួចរាល់